ជំរាបសួរអ្នកទាំងអស់គ្នាខ្ញុំជាសិស្សមកពីវិទ្យាល័យទេពណ៌ខ្ញុំឈ្មោះ Kholisim រៀននៅថ្នាក់ 11AM វិទ្យាសាស្ត្រប៉ិតហើយនេះខ្ញុំបានលើកយកប្រធានបទមួយមកនិយាយប្រាប់អ្នកទាំងអស់គ្នាគឺ telescope គឺជាឧបករណ៍មួយប្រើសម្រាប់សង្កេតមើលភពតារាវត្ថុដែលឆ្ងាយពីយើងនៅក្នុងលំហនិងនៅជុំវិញខ្លួនយើងដែលដូចជាអង្គតែនឬក៏អ្វីដែលខ្ពស់ជាងយើងអាចសង្កេតតាម telescope គឺបានរកឃើញដំបូងនៅសតវត្សទី17ហើយនៅប្រទេសហូឡង់ telescope នៅក្នុងសតវត្សទី20គឺបានរកឃើញជាច្រើនហើយនឹងផលិតបង្កើតវាជាច្រើនតែមាន telescope ពីរគឺដែលគេប្រើប្រាស់ហើយនឹងជោគជ័យគឺ telescope radio និង telescope Del Fari telescope radio គឺនៅក្នុងទសវត្ស1930ហើយនិង Del Fari នៅក្នុងឆ្នាំ1960 telescope មានផ្នែកជាច្រើនហើយផ្នែកមួយដែលយើងអាចមើលឃើញភពទាំងអស់នោះបានដោយសារកែវឬក៏រងទីផតកែវឬរងទីផតដែលហៅនិយាយយល់ឲ្យសាមញ្ញគឺអាចបង្រួចបង្រួមហើយខ្ញុំចង់នាំអ្នកទាំងអស់គ្នាមកមើលថានេះគឺជា telescope អ្នកមួយចំនួនគឺគាត់បានស្គាល់ទេរូបរាងនៃ telescope សម្រាប់មើលភពមើលអីដូចជាភពច័ន្ទភពអង្គារឬក៏ភពដែលនៅក្នុងប្រព័ន្ធព្រះអាទិត្យទាំងអស់ telescope មួយនេះគឺជា telescope តូចហើយ telescope នេះអាចមើលបានត្រឹមតែរយៈចម្ងាយ10គីឡូទេហើយ telescope នេះមានផ្នែកដូចជាផ្នែកពង្រីកឬក៏បង្រួមរូបភាពកំណត់ទិសដៅកែវកំណត់ទិសដៅអានេះសម្រាប់កំណត់ទីតាំងដែលយើងចង់មើលហើយផ្នែកនេះគឺកែវដែលយើងឆ្លោះមើលភពដែលយើងចង់មើលហើយនេះគឺជាជើងតម្រដែលសម្រាប់ទ្រវត្ថុ telescope នេះទាំងមូលតែម្ដងអ្នកទាំងអស់គ្នាស្គាល់ហើយថានេះគឺជា telescope ហើយអ្នកទាំងអស់គ្នាក៏អាចនឹងស្គាល់យល់ច្បាស់ដែរថា telescope ទៅប្រើមកសម្រាប់ធ្វើអ្វីអ្នកទាំងអស់គ្នាអាចមើលភពឬក៏មើលវត្ថុនានានៅក្នុងលំហតាមរយៈវាហើយមិនមែនតែប៉ុណ្្នឹងទេវាមានធំឬក៏តាមទំហំធំឬក៏ telescope ខ្លះគឺយើងអាចមើលរហូតយើងមើលឆ្ងាយដល់ភពនេបតូនឬក៏ភពអុយរ៉ានុសបានជាចុងក្រោយខ្ញុំសូមអរគុណសម្រាប់អ្នកទាំងអស់គ្នាដែលបានចូលមើលហើយខ្ញុំសង្ឃឹមថាអ្នកទាំងអស់គ្នានឹងមកចូលរួមនៅថ្ងៃទី2 ខែ 7 2023នៅសាលាវិទ្យាល័យទេពណ៌កុំភ្លេចមកទាំងអស់គ្នាជម្រាបលា